អាការៈឈឺចាប់ទ្រាំស្បូនអំឡុងពេលមានផ្ទៃពោះថ្មីថ្មោងហ្នឹងកើតឡើងជាទូទៅហើយនឹងក៏ដោយសារតែអាចមានការប្រែប្រួលអរម៉ូនឬមួយក៏ស្បូនហេតុធំក្នុងអំឡុងពេលនេះស្រីៗយើងអាចប្រឈមនឹងបញ្ហាឈឺខ្នងផ្នែកខាងក្រោមឬក៏ផ្នែកអាងតាគៀកទោះបីមិនក៏ដោយយើងចាំបាច់ស្វែងយល់ពីភាពខុសគ្នារវាងការឈឺចាប់ទ្រាំស្បូនពួកអីបញ្ហាទាំងអស់ហ្នឹងអាចបង្ហាញពីផលវិបាកធ្ងន់ធ្ងរមួយចំនួនដូចជាការមានកូនក្រៅស្បូនការរលូតស្បូនអញ្ចឹងការឈឺចាប់ស្បូនចាប់ដើមនៅពេលណាម៉ាក់អាចជួបប្រទះការឈឺចាប់ស្បូនតិចតួចឬមួយក៏ខ្លាំងនៅត្រីមាសទី1ឬមួយក៏នៅចន្លោះសប្តាហ៍ទី12នៃការពពោះអញ្ចឹងមូលហេតុអីដែលបណ្ដាលឲ្យយើងមានអាការៈឈឺទ្រាំស្បូននៅពេលពពោះថ្មីថ្មោងបញ្ហាទាំងអស់ហ្នឹងរួមមានដូចជាស្បូនហិធំហ្គាសឬមួយក៏ទល់លាមកឈឺចាប់នៅបាតអាងតាគៀកហើយពេលណាដែលគួរឲ្យបារម្ភភាគច្រើនការឈឺចាប់ទ្រាំស្បូននៅត្រីមាសទី1ហ្នឹងអត់បង្កហានិភ័យធ្ងន់ធ្ងរទេប៉ុន្តែរោគសញ្ញាជាក់លាក់មួយចំនួនអាចបង្ហាញពីផលធ្ងន់ធ្ងរដូចជាអាចប្រឈមនឹងការរលូតកូនការរលូតកូនហ្នឹងអាចកើតឡើងនៅមុនពេលដែលគួរបាន20សប្តាហ៍អញ្ចឹងហើយបើសិនជាការឈឺចាប់ហ្នឹងអត់បាត់ទៅវិញហើយមានការធ្លាក់ឈាមចុកពោះភ្លាមឬឈឺខ្នងផ្នែកខាងក្រោមនឹងអាចបង្ហាញពីការលូតកូនហើយមួយវិញទៀតគឺកូនក្រៅស្បូននៅពេលខ្លះសុទ្ធបកកំណើតអាចផ្សំនៅខាងក្រៅស្បូនដូចជាដៃស្បូនដែលបណ្ដាលឲ្យម៉ាក់ខ្លះមានកូនក្រៅស្បូនក្នុងករណីហ្នឹងយើងនឹងឃើញរោគសញ្ញាមួយចំនួនដូចជាឈឺចាប់ខ្លាំងនៅពោះផ្នែកខាងក្រោមធ្លាក់ឈាមវិលមុខឬមួយក៏ពិបាកបន្ទោបង់ឬក៏នោមមួយចំណុចទៀតគឺរមួលអូវែការកើតគិសនៅត្រីមាសទី1ហ្នឹងដែលជួយទ្រទ្រង់ការពពោះអាចលូតលាស់ជ្រុលដែលបណ្ដាលឲ្យអូវែឬក៏ដៃស្បូនហ្នឹងរមួលករណីហ្នឹងអាចកើតឡើងនៅចន្លោះសប្តាហ៍ទី6ដល់ទី14នៃការពពោះដោយម៉ាក់អាចមានអាការៈឈឺចាប់ខ្លាំងក្អួតវិលមុខឬមួយក៏ចុកពោះភ្លាមរយៈពេលច្រើនថ្ងៃឬមួយក៏ច្រើនសប្តាហ៍តាក់ទងជាមួយនឹងកលឹះដោះស្រាយបញ្ហាឈឺចាប់នៅស្បូនណាម៉ាក់អាចអនុវត្តតាមវិធីសាស្ត្រមួយចំនួនដូចជាញ៉ាំទឹកឲ្យបានច្រើនហើយនិងអាហារសម្បូរជាតិសរសៃដូចជាសណ្តែកផ្លែបឺរនិងផ្លែឈើក្រៀមដើម្បីបង្ការនិងគ្រប់គ្រងហ្គាសនិងបញ្ជាការទល់លាមកម៉ាស្សាបរិវេណឈឺចាប់ថ្នមហើយនិងងូតទឹកក្តៅអ៊ុនៗ